vứt nè để nó sinh gó lên nè miền cư không kiên tích đây cái than nơi sinh gó sữa rồi mới có miền cư sữa bờ tam nhung với nhung tha miền pe khác ở sinh gó xưa bên sinh gó sữa còn một cái son lối còn Ừ, một son cái chật Nghia. nia Ui đồ nghia đấy chật nia cái ai ca nia ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាជួបជាមួយនឹងខ្ញុំតារាសាជាថ្មីម្ដងទៀតនៅក្នុងកម្មវិធី podcast និយាយប្រាប់បាទថ្ងៃនេះគឺយើងជួបគ្នាម្ដងទៀតជាមួយនឹងភ្ញៀវកិត្តិយសថ្មីម្នាក់ទៀតហើយអញ្ចឹងកុំឲ្យរងចាំយូរយើងមកជួបជាមួយនឹងភ្ញៀវកិត្តិយសរបស់យើងទាំងអស់គ្នាបាទជំរាបសួរ ជំរាបសួរ បាទសូមជួយណែនាំខ្លួនតិចមក ជំរាបសួរបងប្អូនទាំងអស់គ្នាខ្ញុំបាទឈ្មោះចិនសន្តិហើយខ្ញុំមកពីខេត្តបាត់ដំបង បាទអ្នកខេត្តបាត់ដំបងបាទអូខេអញ្ចឹងសន្តិឥឡូវគឺជានិស្សិតដែលកំពុងតែរៀននៅប្រទេសកូរ៉េត្រូវហ៎ បាទបងបាទ បាទឥឡូវបច្ចុប្បន្ននេះឆ្នាំទីម៉ានហើយ ខ្ញុំឆ្នាំទី3ឈុំមាសទី2 ឆ្នាំទី3ឈុំមាសទី2ហើយ បាទបងបាទ បាទអញ្ចឹងខ្ញុំហៅសន្តិមកលើកនេះដោយសារតែរៀនខុសពីភ្ញៀវលើកមុនបាទពីមុនសុទ្ធតែជាសិស្សច្បងរបស់យើង បាទថា បាទពួកគាត់សុទ្ធតែជាអ្នកដែលធ្លាប់រៀនចប់នៅសាកលហើយបាទអ្នកខ្លះក៏មកខ្មែរអ្នកខ្លះក៏បន្តនៅកូរ៉េ ហ្នឹងហើយ បាទក៏ប៉ុន្តែសន្តិវិញគឺជានិស្សិត បាទ ដែលកំពុងតែបន្តការសិក្សានៅឯប្រទេសកូរ៉េបាទអញ្ចឹងខ្ញុំមានសំណួរថ្មីច្រើនបាទចង់សួរសន្តិបាទអញ្ចឹងយើងចំណាយពេលសំណេះសំណាលមួយគ្នាតិច បាទបងបាទ ឥឡូវមុននឹងចូលសំណួរតាក់ទងជាមួយនឹងការរៀននៅកូរ៉េខ្ញុំចង់សួរថាហេតុផលអីបានជាសន្តិចាប់ផ្ដើមរៀនភាសាកូរ៉េ ដំបូងហ្នឹងគឺដោយសារបងចដូនមួយហើយក៏គាត់ណែនាំដល់ប៉ាខ្ញុំទៅហើយប៉ាខ្ញុំក៏ណែនាំដល់ខ្ញុំថានៅបំពេញមានសាលាបរិញ្ញាបត្រកូរ៉េមួយហើយទៅនឹងបើចូលរៀននៅហ្នឹងវាល្អអីចឹងណាហើយខ្ញុំក៏គិតថាយើងធ្លាប់តែរៀនតាមភូមិតាមខេត្តអីចឹងទៅថាទៅរៀងធំតិចក៏វាមិនអីនឹងណែតែមានឱកាសយើងត្រូវទៅអញ្ចឹងពេលហ្នឹងគឺដែលថាចង់សាកបងខ្លួនឯងផងយើងទៅឲ្យឆ្ងាយទៅវាល្អយ៉ាងណាអញ្ចឹងទៅក៏ចាប់ផ្ដើមដាក់ពាក្យទៅក៏ជាប់នៅសាលាទំនប់កប់ស្រូវដែលរៀនហ្នឹងទៅ បាទអញ្ចឹងក៏បានឡើងមកបំពេញ បាទចាប់ផ្ដើមរៀនភាសាកូរ៉េ ហ្នឹងហើយហ្នឹងហើយ ហើយក៏ចាប់ផ្ដើមខ្លាចជាសិស្សប្អូនខ្ញុំតាំង បាទ បាទអញ្ចឹងយើងចូលមករៀននៅសាលាហ្នឹងនៅក្នុងឆ្នាំ 2013បង 2013ហើយយើងបញ្ចប់ទី12នៅឆ្នាំ 2023 ហើយយើងក៏បន្តទៅកូរ៉េនៅក្នុងឆ្នាំ2023ហ្នឹងដែរមកដល់បច្ចុប្បន្នហ្នឹងហើយអូខេអញ្ចឹងខ្ញុំចង់សួរញ៉ែពេលដែលសន្តិទៅកូរ៉េដំបូងបាទជន់ទឹកដីកូរ៉េដំបូងមានអារម្មណ៍យ៉ាងម៉េចដែរ មានអារម្មណ៍ថា surprise មែនទែនដោយសារអីប្រទេសគេគឺអត់សូវមានដីដូចយើងឯងសិតតែខ្នល់កស៊ូហើយបេតុងទាំងអស់ជាអញ្ចឹងហើយអាគារខ្ពស់អញ្ចឹងគឺ surprise ខ្លាំងមែនទែនបាទពេលហ្នឹងដូចចាប់ចូលក្រុងចូលដំបូង បាទអញ្ចឹងយើងធ្លាប់តែនៅខ្មែរហើយនៅខ្មែរទោះបីយើងនៅភ្នំពេញក៏យើងមិនសូវបានចេញក្រៅដែរ ហ្នឹងហើយ បាទយើងនៅក្នុងសាលាយើងដឹងហើយសាលាគឺយើងស្នាក់នៅ បាទ ហើយពេលវ៉ាកងក៏យើងទៅផ្ទះ បាទ ដល់ពេលយើងរៀនចប់ទី12ភ្លាមយើងចូលប្រឡូកទៅក្នុងទឹកដីកូរ៉េជាយន្តហោះលើកទី1ក្នុងជីវិតឆាកជីវិតលើកទី2 លើកទី 2 បាទដោយសារការថ្នាក់ទី9ធ្លាប់ទៅលេងកូរ៉េម្ដង ធ្លាប់ទៅលេងកូរ៉េម្ដង បាទទស្សនកិច្ច ហ្នឹងហើយ ដល់ពេលចូលទី12រៀនចប់អានេះយើងទៅនៅកូរ៉េតែម្ដង បាទហើយទៅរៀននៅកូរ៉េហ្នឹងរៀននៅសាលាអីគេដែរ ខ្ញុំរៀននៅខាង Keimyung University Keimyung University បាទខាង Kate គឺ សាលាខ្ញុំរៀនហ្នឹង អូសំខាន់យើងបងពួកគេថាសិស្សច្បងសិស្សប្អូន2ត្រួតនៅសាលាខ្មែរផង បាទនៅខ្មែរសាលាដូចគ្នាទៅកូរ៉េសាលាដូចគ្នាទៀតបាទក៏ប៉ុន្តែយើងអាចបានជួបគ្នាទេដោយសារតែខ្ញុំមកខ្មែរហើយបានទៅបាទនិយាយនោះខ្ញុំចប់នៅក្នុងឆ្នាំ2023ហ្នឹងតែម្ដង ហ្នឹងហើយ បាទដើមឆ្នាំខ្ញុំមកខ្មែរ បាទ បន្តិចទៅខែណា ខ្ញុំទៅខែ9ហ្មងដោយសារតែដាក់ខែ3អត់ជាប់វីសាពេលហ្នឹងរឿងតឹងអញ្ចឹងទៅបាទដាក់តិចដាក់ខែ9ទៅ បាទតែទោះបីយើងបានជួបគ្នានៅកូរ៉េណានៅតែបាទជាសិស្សច្បងសិស្សប្អូនបាទស្គាល់គ្នាបាទរហូតតទៅមុខទៀត បាទ ហើយនៅសាលានៅ Keimyung University ហ្នឹងសន្តិរៀនមុខជំនាញអីគេដែរ ខ្ញុំរៀនខាងពាណិជ្ជកម្មអន្តរជាតិ ពាណិជ្ជកម្មអន្តរជាតិដូចជាភ្ញៀវយើងលើកមុនសាឡុយ បាទគឺសាឡុយ បាទសាឡុយក៏រៀននៅនឹងដែរ បាទហ្នឹងហើយ អញ្ចឹងរៀនសាលាមួយគ្នាមុខវិជ្ជាដូចគ្នា ហ្នឹងហើយ ស្នាក់នៅមួយគ្នាដែរ ស្នាក់នៅមួយគ្នាដែរ សាក់បងសាក់គ្នាឯងហ្នឹងបាទអញ្ចឹងក្នុងនាមសន្តិគឺជានិស្សិតឆ្នាំទី3នៅឯប្រទេសកូរ៉េ បាទបង បាទខ្ញុំចង់សួរអំពីចំណាប់អារម្មណ៍របស់សន្តិតិច ចំណាប់អារម្មណ៍ បាទ
vậy tới dân đơn sẹp hay tại dân mình chỉ tế bỏ dưỡng nhưng từ sọc kẹo chứ cứ riêng bộ ca bà bạ mình tha chỉ ca bạ cả chai vi rồi có ca rồi nơi ấy vì riêng khẩu vì dân chứ vì riêng bà bạ bằng tái đọc đi xa tại dân miền chất môi thà trong sầm hẹn là cái đây rồi bánh bao dân trong sầm lạch ở khơi chỉ một món kê đài chẳng chứ tới dân che thật trom mong trom chẳng tới ấy cô bia nó bánh ham miền đây bằng tay dân ai đo sai với bạn bà nhà chùm nè với ba nâng ngày bà chẳng cho đôi này cái đấy bài á สบายบองไปเวียนเลย ไป Thì เวียนเลยสบาย ពេលមានលុយហ្នឹងទៅណាក៏សុបាយ นั่ ដែ ง រ ไงสบาย ចង់សួរជីវិតយើងរស់នៅ ជីវិត ឬ រស់ ក៏ នៅ ការមានន័យថាជីវិតយើងជានិស្សិតពេលយើងទៅរៀន បាទ ពេល បាទ ទៅអីហ្នឹងជីវិតនៅក្នុងសាលារបស់យើងមិនដែរ បាទគឺសบายបងថងថាយើងជាសិស្សចឹងទៅខាងសាលាគេផ្ដល់អត្ថភាពរបស់យើងរៀងច្រើនថងថាគេនាំដើរលេងផងគេមានកម្មវិធីអីសម្រាប់ជនជាតិបរទេសអញ្ចឹងណា បាទ ហ្នឹងហើយតែបើយើងចូលធ្វើការវាអត់សូវមានអញ្ចឹងហ្មងទេ បាទ អញ្ចឹងពេលយើងនៅរៀនគឺយើងអាចទទួលនៅអាការនឹងច្រើនអញ្ចឹងបើតាមខ្ញុំគិតថាពេលដែលយើងនៅរៀនអញ្ចឹងបើសិនជាអាចខំប្រឹងដើរលេងឲ្យបានច្រើនស្គាល់ពីប្រទេសគេបានច្រើនអញ្ចឹង បាទបាទហ្នឹងអាហ្នឹងគឺខាងសាលាគេមានកម្មវិធីដូច បាទ ដើរទស្សនកិច្ច ហ្នឹងហើយ ឬមួយ ហ្នឹង ក៏ ហើយ មើលកន្លែងប្រវត្តិសាស្ត្ររបស់ បាទ គេ បាទបាទ អញ្ចឹងទៅឬ ហ្នឹង មួយ ហើ ក៏ យ តំបន់អភិវឌ្ឍន៍របស់គេតំបន់ ហ្នឹ សេ ង ដ្ឋ ហើយ កិច្ចអញ្ចឹង ហ្នឹង ទៅ ហើយ ណាអូខេអញ្ចឹងគេមានប្រូក្រាមច្រើន ហ្នឹងហើយ អាហ្នឹងសំខាន់យើងបកកែរដែរ ហ្នឹងដល់យើងកែរោ បាទយើងបកកែរឬមួយក៏យើងរៀងចំណាប់ដែរ ហ្នឹងហើយ បាទស្វែងរកមើលការផ្សព្វផ្សាយរបស់សាលាឬមកក៏ បាទ information របស់សាលា ហ្នឹ បាទ ង គេ ហើយ មានកម្មវិធីអីខ្លះ បាទ អាហ្នឹងយើងចូលរួម ហ្នឹងហើយ បាទភាគច្រើនយើងចូលរួមដោយ free ត្រូវ ត្រូវដោយ free បង បាទ តែដោយសារតែគេរើសមានកំណត់មនុស្សចឹងទៅ ត្រូវគេរើសតាមបន្ទុកតាមអីចឹងទៅវាមាន បាទ បញ្ហាតែបើយើងខំប្រឹងរកមែនទេពេលខ្លះអា program ខ្លះវាអត់សូវមានអ្នកទៅចឹងតែយើងទៅបានហ្នឹងហើយ បាទល្អមែនតើយើងទៅ program បែបហ្នឹងហើយយើងបានទីមួយយើងបានរៀនពីកូរ៉េ ហ្នឹង យើង ហើយ បានមើលអំពីការអភិវឌ្ឍរបស់គេឬមួយ បាទ ក៏ប្រវត្តិសាស្ត្ររបស់គេហើយមួយ ហ្នឹង ទៀត ហើយ មិត្តភ័ក្តិ មិត្តភ័ក្តិថា បាទយើងអាចតាក់ទង តាក់ មួយ ទង មិត្តភ័ក្តិ មិត្តភ័ក្តិ បាទមិនថាមិត្តភ័ក្តិកូរ៉េឬមួយក៏ មកប្រជាជនបរទេស បាទជនជាតិផ្សេង គឺ ទេ គ្រប់ជាតិសាសន៍តែហ្មង បាទអូខេអញ្ចឹងស្ដាប់ជីវិតគេរៀននៅសាលាមកចង់ចំណាយនៅចង់ទៅរៀនដែរមកហ្នឹងបាទមានអារម្មណ៍ថាឈប់រៀនដូចជាស្ដាយក្រោយ បងគិតថាចូលធ្វើការបានជាសុបាយជាងនៅ ហ្នឹង រៀន ហើ ទេ យ បាទតែ ចូលទៅវាមិនយ៉ាង យើង បាទការនៅរៀនទៅយើងមិនសូវមានចំណូលក៏មិន ហ្នឹង តែ ហើយ យើងមានវ៉ាកង ហ្នឹង យើង ហើយ មានអី យើងមានអី មានពេលដើរលេង បាទបាទ ដល់ពេលយើងចូលធ្វើការបាទចំណូលមានដែរប៉ុន្តែវាមិនសូវ អ ខ្ពស់ ត់មាន ហើយអត់ពេល វា ទៀត អត់ពេលដើរលេង បាទ ទៀត អូខេបន្ទាប់មកខ្ញុំមានសំណួរមួយចង់សួ បា រ ទ សន្តិសំណួរនេះសំខាន់មែនទែន បាទ ដោយសារតែការដែលជំនាន់ខ្ញុំរៀនឬមួយក៏មុនខ្ញុំឬក៏មិនដឹងថាបច្ចុប្បន្នប្រហែលជាគេនៅមានកំណត់មួយហ្នឹងអត់ទេបាទជនជាតិកូរ៉េឬមួយក៏សិស្សកូរ៉េពួកគាត់គិតថានៅពេលដែលចូលរៀនដំបូងឆ្នាំទី បាទ 1ជាពិសេសឆ្នាំទី1ឆមាសទី1ហ្នឹងមិនបាច់តាន់រៀនអីច្រើនទេមិនបាច់តាន់ខំរៀនទេ អូបា បាទ ទ សប្បាយសិនទៅ ហ្នឹង លេង ហើយ សិនទៅ ហ្នឹងហើយ បាទជាពិសេសសិស្សកូរ៉េពួកគាត់គិតមានកំណត់ ត្រូវហើយ បែបហ្នឹងហើយក៏គាត់ប្រាប់ដែរបាទប្រាប់ខ្ញុំប្រាប់អីដែរប្រាប់ បាទ សិស្សបរទេសហ្នឹងដែរថាឆ្នាំទី1អញ្ចឹងឆមាសទី1អញ្ចឹងមិនបាច់តាន់រៀនទេបាទលេងឲ្យច្រើនសិនទៅបាទ ហ្នឹងហើយ អញ្ចឹងតើសន្តិគិតមិនដែរចំពោះកំណត់មួយហ្នឹង បើសម្រាប់ខ្ញុំផ្ទាល់ខ្ញុំគិតថាយើងអត់ត្រូវមានកំណត់ចឹងជាប់ខ្លួនដោយសារយើងជាជនជាតិបរទេសទៅរៀននៅប្រទេសគេភាសាជនជាតិកូរ៉េគឺគាត់នៅនឹងស្រាប់គាត់ជាជនជាតិនៅនឹងស្រាប់làថាហ្នឹងហើយគាត់អាចធ្វើអញ្ចឹងបានហើយគាត់មានម៉ាក់ប៉ាគាត់នៅនឹងចាំជួយ support គាត់បើយើង បាទ ភាគច្រើនគឺយើងទៅដោយខ្លួនឯងហើយ បាទ រកការងាររកលុយធ្វើដោយខ្លួនឯងអញ្ចឹងខ្ញុំគិតថារយៈពេល4ឆ្នាំអ្នកខ្លះក៏រៀន4ឆ្នាំហើយត្រឡប់មកវិញអញ្ចឹងខ្ញុំគិតថារយៈពេល4ឆ្នាំគឺត្រូវថាបុកខ្លាំងមែនទែនណាសម្រុកខ្លាំងមែនទេមិនថាទាំងការដើរមើលការអភិវឌ្ឍរបស់គេឬក៏ការរៀនក៏ដោយយើងត្រូវបុកខ្លាំងមែនទែន បាទ ព្រោះដោយសារយើងទៅជាអាហារូបករណ៍អញ្ចឹងហ៎បងអញ្ចឹងទៅត្រូវបុកខ្លាំងយល់ទៅចាំបាច់4ឆ្នាំហ្នឹងចាំបាច់ឯណា បា ណី ទ ទៅ ចម្រាញ់ធ្វើម៉េច ចម្រាញ់ធ្វើម៉េ បា ច ទរៀនឲ្យចេះ ហ្នឹងហើយ បាទឲ្យចេះឲ្យស្គាល់ពីសង្គមរបស់គេ បាទបាទ គ្រាន់ថាមិនថាហាមយើងអត់ឲ្យដើរលេងទេ ហ្នឹង បាទ ហើយ យើងសប្បាយដែរ បាទ ក៏ប៉ុន្តែកុំឲ្យភ្លេចការសិក្សា ហ្នឹងហើយយើងត្រូវចែកបែងចែកពេលវេលាហ្នឹងឲ្យត្រឹមត្រូវបើអត់បែងចែកឲ្យត្រឹមត្រូវទេយើងពិបាកតិចហើយ បាទដោយសារតែអញ្ចឹងសិស្សកូរ៉េជាពិសេសប្រុសៗ ហ្នឹងហើយ នៅពេលដែលគាត់ចប់វិទ្យាល័យហើយពួកគាត់ត្រូវទៅបំពេញមុខងារជាយោធា ហ្នឹងហើយ អញ្ចឹងនៅពេលដែលគាត់ចូលឆ្នាំទី1ឬមួយក៏អ្នកខ្លះចូលឆ្នាំទី2អញ្ចឹងពួកគាត់ត្រូវទៅយោធា ហ្នឹងហើយ បាទអញ្ចឹងមុននឹងទៅយោធាហ្នឹងពួកគាត់សប្បាយ សប្បាយ ហើយ ហើយ បាទនៅឆ្នាំទី1 អូ ហ្នឹង ហើយបាទ បាទ បាទ
ចឹងហើយបានខ្ញុំគិតថាប្រហែលជាអញ្ចឹងហើយបានជាមានកំណត់នឹងកើតឡើងបើសម្រាប់ស្រីៗខ្ញុំឃើញថាពួកគាត់ខំមានតាំងពីឆ្នាំទី1បាទដោយសារតែស្រីៗពួកគាត់អត់ទៅបំពេញមុខងារជាយោធាទេបាទប៉ុន្តែបើប្រុសបាទឆ្នាំទី1ឆ្នាំទី2ហ្នឹងបាទអ្នកខ្លះគាត់ទៅបដាហើយបាទអញ្ចឹងពួកគាត់សប្បាយហើយដោយសារចូលទៅនោះបាទហាត់យូរដែរបាទ2ឆ្នាំត្រូវហើយបាទអញ្ចឹងក្នុងនាមយើងជាសិស្សបរទេសបានន័យថាយើងសប្បាយដែរប៉ុន្តែយើងសប្បាយមានពេលរបស់យើងត្រូវចែកពេលវេលាបាទពេលដែលត្រូវរៀនយើងរៀនបាទពេលដែលត្រូវលេងអាហ្នឹងយើងលេងសប្បាយអស់ចិត្តទៅបាទបន្ទាប់មកខ្ញុំចង់សួរថាតើសន្ធិបាទខ្ញុំចង់សួរថាតើសន្ធិបាទមានមិត្តភ័ក្តិច្រើនអត់មិត្តភ័ក្តិបរទេសមិត្តភ័ក្តិកូរ៉េឬក៏ជនជាតិមិត្តភ័ក្តិមកក្រៅដែរបាទព្រោះដោយសារដឹងស្រាប់ខ្ញុំចូល program រៀងច្រើនដែរអញ្ចឹងស្គាល់មិត្តភ័ក្តិច្រើនហើយតាមរយៈ program នេះស្គាល់មិត្តភ័ក្តិច្រើនអញ្ចឹងទៅបើពេលយើងអត់ដឹងឬក៏មានបញ្ហាអីតិចតួចយើងអាចសួរពួកគាត់ក៏គាត់អាចដឹងច្រើនជាងយើងដែរព្រោះដោយសារក៏គាត់មានមិត្តភ័ក្តិកាន់តែច្រើនដែរអញ្ចឹងបាទអញ្ចឹងបើសិនជាអាចយើងត្រូវកុំនៅតែឯងពេកយើងថាយើងចូលរួមជាមួយសង្គមថាបង្កើតមិត្តភ័ក្តិបានច្រើនអញ្ចឹងទៅពេលដែលយើងមានបញ្ហាឬក៏មានការលំបាកអីចឹងយើងអាចហ្នឹងហើយនេះមួយពួកគាត់បានពិសាមួយពួកគាត់ចឹងទៅគាត់ក៏មានផ្លូវដោះស្រាយយើងអីចឹងទៅបាទហើយមួយទៀតដោយសារតែយើងមានមិត្តភ័ក្តិជាជនជាតិចឹងទៅការសម្លឹងមើលឬមួយក៏របៀបរបបរស់នៅអីរៀនខុសគ្នាចឹងយើងអាចរៀនពីពួកគាត់ហ្នឹងហើយបាទយើងរៀនអាចរៀនពីវប្បធម៌របស់ពួកគាត់ដែរបាទចុះសម្រាប់សន្តិអូខេមានតិចនិចអីដើម្បីឲ្យស្និទ្ធស្នាលឬមួយក៏បង្កើតមិត្តភ័ក្តិឲ្យបានច្រើនអត់សម្រាប់ខ្ញុំដែលថាខាងកំ pl ែងហ្នឹងពេលចឹងទៅជុំដំបងគឺអត់សូវនិយាយអត់សូវអីប៉ុន្តែដល់ពេលលេងហ្គេមលេងអីមួយទៅមួយធីមគេមានហ្គេមមានអីលេងពេលហ្នឹងគឺយើងដាក់កំ pl ែងហ្នឹងគឺគេស្គាល់ច្រើនហើយគឺគេដែលថាឃើញយើងភ្លាមយ៉ាងថាគេថាអូម្នាក់ហ្នឹងគាត់រៀងបើកចិត្តបាទមើលទៅសប្បាយហ្នឹងហើយចឹងន័យថាតិចនិចបោះសន្តិរបៀបធ្វើឲ្យគេសើចឬក៏អីរៀងកំ pl ែងបាទតិចនិចល្អតិចនិចល្អបាទដោយសារតែពេលដែលយើងបង្កើតមិត្តភ័ក្តិអីអាតិចនិចហ្នឹងវាសំខាន់ដែរគាត់ថាយើងមិនមែនលេងលើសលប់អីទេបាទយើងធ្វើឲ្យគេសើចសប្បាយទាំងអស់គ្នាបង្កើតបរិយាកាសបាទអញ្ចឹងនៅពេលហ្នឹងក៏គេចាប់ផ្ដើមបើកចិត្តបាទឲ្យទូលាយបាទទទួលយើងជាមិត្តភ័ក្តិជាអីចឹងទៅដូចខ្ញុំនិយាយមុនហ្នឹងអញ្ចឹងយើងអាចរៀនពីគេបាទបើសិនជាយើងមានមិត្តភ័ក្តិតែមិត្តភ័ក្តិខ្មែរយើងដឹងអីយើងស្រួលរស់នៅជាមួយគ្នាដោយសារតែវប្បធម៌យើងដូចគ្នាប៉ុន្តែបើមានមិត្តភ័ក្តិផ្សេងបាទជនជាតិផ្សេងអញ្ចឹងទៅយើងអាចរៀនពីវប្បធម៌របស់ពួកគាត់ដែរហ្នឹងហើយបាទសំណួរសំខាន់មួយទៀតដែរដោយសារតែយើងដឹងស្រាប់ហើយនៅប្រទេសកូរ៉េគឺគេផ្ដល់សេរីភាពខ្លាំងមែនទែនទៅកាន់និស្សិតបាទចាប់តាំងពីការដែលយើងចែកការវិភាគមានន័យថាកំណត់ការវិភាគរៀបការវិភាគរៀនខ្លួនឯងបាទយើងចង់រៀនមុខវិជ្ជាអីអានឹងយើងរើសខ្លួនឯងបាទម៉ោងរៀនម៉ោងអីយើងជាអ្នកកំណត់ខ្លួនឯងដែរបាទហើយនៅពេលដែលចូលរៀនហ្នឹងក៏សេរីទៀតហ្នឹងហើយបាទចង់ទៅរៀនក៏បានអត់ក៏បានដែរអត់មានណាគេបង្ខំទេបាទនិយាយរួមទៅគឺគេផ្ដល់សេរីភាពឲ្យយើងពេញទំហឹងតែម្ដងហ្នឹងហើយបាទអញ្ចឹងតើសន្តិគិតយ៉ាងណាដែរចំពោះសេរីភាពមួយហ្នឹងចំពោះនៅផ្នែកការរៀនខ្ញុំគិតថាសេរីភាពហ្នឹងល្អមួយយ៉ាងថងថាមុខវិជ្ជាដែលយើងរើសដែលថាយើងចង់រៀនមុខវិជ្ជាអីគឺយើងរើសអាហ្នឹងហើយយើងកាលណាតែយើងពេញស្រឡាញ់ចិត្តដែលថាចូលចិត្តឬក៏មានចាប់អារម្មណ៍ទៅលើមុខវិជ្ជាហ្នឹងអញ្ចឹងយើងអាចមានថាខំប្រឹងរៀនជាងមុនណាព្រោះដោយសារយើងចង់ដឹងតែបើថាបើគ្រូអ្នកចារការវិភាគឲ្យលើថានេះការវិភាគឲ្យយើងពីចឹងគ្រូចេះតែដាក់ឲ្យយើងអត់ពេញចិត្តអីវាពិបាកថងនឹងដែរប៉ុន្តែក៏មានចំណុចខុសថងថាអីពេលដែលមានសេរីភាពពេកដូចបងនិយាយហ្នឹងពេលគាត់អត់មករៀនក៏បានអត់ក៏បានអញ្ចឹងអញ្ចឹងទៅអាហ្នឹងវាចាប់ដើមលើថាខានម្ដងអញ្ចឹងតែម្ដងក៏មាន2ដងមាន3ដងអត់មកច្រើនក៏មានដែរតែប៉ុន្តែឥឡូវ system កូរ៉េឥឡូវគឺគេដាក់លើថាពេលដែលចូលរៀនគេ check មើលអញ្ចឹងគេកាត់បន្ទុកតាមហ្នឹងដែរអាហ្នឹងក៏ដល់ពេលកាត់បន្ទុកអញ្ចឹងទៅមួយមកទីងតតអីចឹងទៅបាទអូខេអញ្ចឹងចង់សួរថាសន្តិបច្ចុប្បន្នហ្នឹងបាទកំពុងតែប្រើប្រាស់សេរីភាពហ្នឹងយ៉ាងណាដែរពងប្រើបានល្អអូខេយើងនិយាយថាបរទេសអញ្ចឹងព្រោះអញ្ចឹងខ្ញុំមិនថាសាច់បងណាតែព្រោះអញ្ចឹងគឺពួកយើងគឺអង្គុយនៅមុខហ្នឹងហើយអញ្ចឹងពេលកាលណាអង្គុយនៅមុខអញ្ចឹងទៅគ្រូក៏គាត់ចាប់អារម្មណ៍ពីយើងហើយគាត់សួរពីយើងមកពីណាពីនេះស្និទ្ធមួយគ្រូអីចឹងទៅ
ពីចឹងគឺអត់អាចថាអត់ទៅរៀនបានទេព្រោះតែបាត់ម៉ោងហ្នឹងម៉ោងក្រោយសួរថា គាត់សួរ វាអត់ម៉ោងទេគឺយើងអង្គុយនៅមុខហ្នឹង អូខេ បាទ បាទអញ្ចឹងទោះបីយើងមានសេរីភាពប៉ុន្តែយើងត្រូវប្រើប្រាស់សេរី ហ្នឹង ភាព ហើយឲ្យត្រឹមត្រូវ បាទឲ្យត្រឹមត្រូវមួយទៀតឲ្យឆ្លាត បាទឆ្លាតហ្នឹងហើយ ប្រើប្រាស់បញ្ញាប្រើសេរីភាព បាទបាទ ដោយសារតែខ្ញុំឃើញសិស្សជាច្រើនការចំណងខ្ញុំរៀនហ្នឹងជាពិសេសម៉ោងរៀនភាសា បាទ បាទគឺអ្នកខ្លះគាត់ថាំងពួកគាត់រវល់តែធ្វើការយប់ឡើងអញ្ចឹងទៅអត់បានគេងអត់បានអីអញ្ចឹងទៅមកគេងនៅក្នុងថ្នាក់បាទខ្ញុំឃើញច្រើនណាស់បាទខ្ញុំឃើញច្រើនគាត់ថាសម្រាប់ខ្ញុំពេលខ្លះខ្ញុំខ្ជិលដែរបាទពេលខ្លះខ្ញុំខ្ជិលខ្ញុំអីអញ្ចឹងខ្ញុំថាំងអត់ចង់ទៅរៀនដែរក៏ប៉ុន្តែមានកូនចិត្តមួយថាំងបើយើងមិនដាស់តឿនខ្លួនឯងទេអត់មានណាគេមកដាស់តឿនយើងទេ បាទដោយសារតែសង្គមឬមួយក៏នៅសកលនៅកូរ៉េគឺគេផ្ដល់សេរីភាពឲ្យយើងពេញទំហឹងបាទអត់មានអ្នកណាមកដាស់យើងឬមួយក៏មកដាស់តឿនយើងឲ្យយើងរៀនឲ្យយើងធ្វើនេះធ្វើនោះទេបាទបើយើងមិនរកខ្លួនឯងបើយើងមិនប្រឹងខ្លួនឯងទេគឺបាទអត់ហើយគឺអត់ហើយបាទអញ្ចឹងសង្ឃឹមថាសន្តិបាទខ្ញុំគិតថាសន្តិប្រើប្រាស់បានល្អដោយសារតែមកដល់ឆ្នាំទី3ហើយបាទហើយការដែលយើងរៀនបន្ទុករបស់យើងក៏ល្អដែរត្រូវអត់បាទដោយសារតែយើងជាសិស្សហារូបករណ៍គេមើលបន្ទុកបាទយើងអត់យកជាហារូបករណ៍របៀបថាគេនេះទេគេបង់ថ្លៃសាលាឲ្យ full អីទេគឺយើងយកបន្ទុករបស់យើងចូលទៅដាក់យកអាហារូបករណ៍អញ្ចឹងបាទអញ្ចឹងមានន័យថាយើងត្រូវគ្រប់គ្រងបន្ទុករបស់យើងបាទធ្វើម៉េចកុំឲ្យធ្លាក់ធ្លាក់បងលុយពេញលើអាហ្នឹងវាល្អដែរតាបាទកុំឲ្យយើងបានន័យថាកុំឲ្យយើងប្រើប្រាស់សេរីភាពអត់ទៅរៀនអត់អីបាទដល់ពេលយើងមានអាចំណុចមួយដែលថាតើតែបានបន្ទុកខ្ពស់បានយើងបានអាហារូបករណ៍បាទហ្នឹងយើងចាប់ផ្ដើមខំបាទកិច្ចណារួចបាទអញ្ចឹងទៅមុខទៀតសង្ឃឹមថាសន្តិនៅតែប្រើប្រាស់សេរីភាពនឹងឲ្យបានល្អបាទបងបាទពេលចូលមកដល់សង្គមក៏ដោយបាទពេលចូលមកដល់សង្គមអាហ្នឹងកាន់តែទូលំទូលាយទៀតបាទអញ្ចឹងរឿងយើងវឹកហាត់នៅសកលឲ្យហើយបាទបងបាទបន្ទាប់មកទៀតខ្ញុំចង់សួរតាក់ទងជាមួយនឹងជីវិតរស់នៅប្រទេសកូរ៉េបាទបច្ចុប្បន្នហ្នឹងសន្តិភាគច្រើននិយាយថារស់នៅកូរ៉េអត់អីទេបានសប្បាយប៉ុន្តែខ្ញុំជឿជាក់ថាមានពេលខ្លះយើងនឹងពិបាកបាទមានផលពិបាកឬក៏មានការឯកាហ្នឹងហើយបាទអញ្ចឹងខ្ញុំចង់សួរថាតើពេលណាដែលពិបាកជាងគេសម្រាប់សន្តិនៅពេលដែលយើងរស់នៅកូរ៉េបាទពិបាកជាងគេពីច្រើនគឺពេលក្តៅងាចេះបងបាទព្រោះដោយសាររដូវក្តៅអញ្ចឹងយើងអាចរកការងារបានច្រើនតែដោយសាររដូវងាអញ្ចឹងគឺមិនសូវមានការងារឲ្យយើងធ្វើទេអញ្ចឹងទៅវារៀងពិបាកក្នុងការរកការងារក្រៅម៉ោងអញ្ចឹងទៅដល់ពេលចូលដល់ចាប់ដើមរៀនខែ3នឹងវិញទៀតយើងអត់មានលុយក្នុងការថារស់នៅបាទលុយប្រើប្រាស់អញ្ចឹងទៅអញ្ចឹងវារៀងពិបាកនៅក្នុងពេលហ្នឹងតិចបាទតែក៏អរគុណអ្នកដែលជុំនៅចិត្តខាងឬក៏ជុំវិញខ្លួនរបស់យើងអ្នកស្គាល់ដូចជាសិស្សបងសិស្សប្អូនអីចឹងទៅហើយមិនថាទាំងអ្នកដែលនៅពហិរបស់យើងអីទេគាត់ជួយយើងបានច្រើនបាទអញ្ចឹងមានជំនួយសម្រាប់យើងរហូតដែរបាទហើយមួយទៀតបើយើងលើកឲ្យរៀងស្វាយទៅលើថាជីវិតអ្នកដែលនៅ single និងអ្នកដែលមានគូវាខុសគ្នាតិចដែរឥឡូវនៅ single មែន single ឥឡូវគិតថានៅ single ស្រួលឬមួយក៏មានគូស្រួលបើតាមខ្ញុំវិញខ្ញុំថាមានពេលខ្លះ single ស្រួលវិញ single ស្រួលក៏វាសល់លុយក៏មិនតែចិត្តនេះវារងាចិត្តនេះវាឯកានេះហើយងារគេដកទៅ10ហើយយើងដកដល់20នឹងមិនថាហ្នឹងបាទសំខាន់តែយើងចង់ថាមើលលុយឬមួយក៏មើលចិត្តបើថាចង់សល់លុយនៅ single ទៅហ្នឹងហើយធ្វើ single ទៅតែបើថាអត់ចង់ល្ងាចិត្តទៀតទេអាហ្នឹងរកគូទៅបាទវាបានមួយខាតមួយបាទមួយខាតមួយអត់អាចបានទាំងពីរមែនបាទហ្នឹងហើយអូខេអញ្ចឹងខ្ញុំស្ដាប់មើលទៅសន្តិមានន័យថាផលវិបាកតាក់ទងជាមួយនឹងអាកាសធាតុបាទខែល្ងាដោយសារតែហេតុផលមួយនៅខ្មែរយើងអត់មានខែល្ងាដូចគេទេបាទដល់ពេលយើងទៅកូរ៉េមានខែល្ងាហើយយើងត្រូវពេលវ៉ាកងយើងត្រូវតែធ្វើការបាទហើយខែល្ងាអត់សូវមានការងារធ្វើទេបាទអញ្ចឹងហើយវាពិបាកនៅក្នុងការដែលយើងត្រៀមលុយឬក៏ថវិកាសម្រាប់ពេលយើងរស់នៅបាទរស់នៅប្រចាំថ្ងៃដោយសារថ្លៃសាលាយើងមានហើយអាហារូបករណ៍ប៉ុន្តែសម្រាប់ថ្លៃរស់នៅឬក៏ថវិកាយើងប្រើប្រាស់ប្រចាំថ្ងៃអាហ្នឹងយើងត្រូវរកពេលវ៉ាកងហ្នឹងហើយបងបាទអូខេ